cái nàyយើងឃើញមេគុណប្រាប់ទៅគឺចប់សពគ្រប់ហើយអូខេចឹងឥឡូវខ្ញុំចាប់ផ្ដើមទៅរោនេះអានេះជាសមីការបន្ទាត់អានេះមានរាង e ក្រិចស្មើនឹងអីគេ ax បូក b តែគ្រាន់តែគេអត់ទាញរក e ក្រិចគេទុកឲ្យជាប់ជាកន្សោមហ្នឹងទៅវាមើលទៅស្តៀងe ពាក់បូដែលគេឲ្យនេះបាទចឹងនៅក្នុងនេះខ្ញុំសរសេរថាសមីការបន្ទាត់ប៉ះបាទសមីការបន្ទាត់ប៉ះទៅនឹង e ពាក់បូបាទ e ពាក់បូអានេះខ្ញុំហៅវាជា e ពាក់បូហ្មងព្រោះសមីការហ្នឹងយើងធ្លាប់រៀននេះគឺជាសមីការ e ពាក់បូជាងសមីការបន្ទាត់ប៉ះ e ពាក់បូត្រង់ចំណុច x0 y 0ហ្នឹងគឺបាទគឺ y y ស្មើនឹង m កតា x ដូរ x0 បូក y 0យល់ទាំងអស់គ្នាអូខេអញ្ចឹងទី1គ្នាយើងទៅសេរូបមន្តសមីការបន្ទាត់នេះសិនហើយ x0 y 0គឺគេឲ្យស្រាប់អានេះបើគេដាក់1 2បានន័យថា x0 យើងជាលេខ1 y 0យើងជាលេខ2អូខេមួយទៀតយើងចាប់ផ្ដើមទៅរកមេគុណប្រាប់ទិសអញ្ចឹងដើម្បីបានមេគុណប្រាប់ទិសកាលណាគេនិយាយពីបន្ទាត់ប៉ះមេគុណប្រាប់ទិសគេរកតាមណាទៅដឹងហ៎គេយើងដឹងអត់រកតាមណាដើម្បីបានមេគុណប្រាប់ទិសចាំខ្លះហ៎តាមអីទេបាទ derivative បាទអញ្ចឹងនៅក្នុងនេះខ្ញុំ derivative បាទខ្ញុំ derivative នោះ e ពាក់បូនដែលគេឲ្យអញ្ចឹងពួកយើងអាចថា derivative បាទយើង derivative មក derivative បាទ derivative យើងធៀបទៅនឹងអថេ x ណាបាទព្រោះអនុគមយើងនេះវាមានជាប់ x និង y ក្រេអញ្ចឹងខ្ញុំ d យកមកណា d អាម្ដុំនឹងធៀបទៅនឹងអថេ x អញ្ចឹង derivative x ក្រេយើងបាន 2x មេគុណ a ការ៉េនៅដដែល a ការ៉េគឺជាចំនួនណាមួយចំនួនថេណាមួយហើយ derivative y ការ៉េណានឹងចូលអុយអញ្ចឹងបាន 2 y ព្រីម y លើ b ការ៉េហើយ derivative លេខ1នេះគឺស្មើ0បាទអញ្ចឹងនេះយើងព្យាយាមទាញរក y ព្រីមមកបាទទាញរក y ព្រីមមកយើងបើយើងបោះទៅនោះសិនទៅបោះ y ព្រីមទៅនោះយើងសម្រួល2ចោលទៀតទៅអានេះ0ថា0នេះជាលំសេលេខ1មកទៀតនេះ0ណាបាទ derivative លេខ1ចេញ0យើងបោះទៅនោះយើងបាននេះគេបាន y ព្រីម y លើ b ស្មើទៅនឹង x លើ a ការ៉េបាទអូខេអញ្ចឹងយើងទាញរក y ព្រីមស្មើបាទ y ព្រីមស្មើយើងបោះទៅនោះទៅអូខេរុញតាមនេះរុញខ្លួនឯងយើងដឹងណាយើងបាននេះគេ b ការ៉េលើ a ការ៉េនេះទៅជា x លើ y ការ៉េមើលយល់កន្លែងហ្នឹងអត់បាទការយើងរៀនខ្សែកោងអីអនុគមយើងពេលដែល d ទៅវាសល់តែមួយ a ថេ x ទេអញ្ចឹងកន្លែងហ្នឹងភាគច្រើនមេគុណរាប់ទឹក m ស្មើ f ព្រីមនៃ x0 ប៉ុន្តែនៅក្នុងករណីនេះយើងមិនមែនជំនួសតែ x0 ចូលទេគឺយើងជំនួសទាំងអស់ដោយសារតែវាមានជាប់ y ទៀតអញ្ចឹងកន្លែងនេះយើងប្រាប់គេតិចទៅគឺមេគុណប្រាប់ទិសនៃបន្ទាត់ប៉ះបាទមេគុណប្រាប់ទិសបន្ទាត់ប៉ះបាទបន្ទាត់ប៉ះ e ពាក់បូបាទ e ពាក់បូត្រង់ចំណុច x0 y 0គឺបាទយើងតាំងវាដោយ m មិញនោះ m ស្មើ y ព្រីមដែលជំនួស x0 y 0ចូលអញ្ចឹងយើងបាន b ការ៉េលើ a ការ៉េគុណនឹង x0 លើ y 0មើលយល់ទេបាទព្រោះយើងមើលយល់ថងហ្នឹង
គេគ្រាន់តែប្រាប់ឲ្យរោសម័យការបតប៉ះយើងសួររោទេយើងឃើញប៉ុណ្ណាយើងទុកចោលប៉ុណ្ណោះតែនេះគេកំងណាគឺកំងថាបានអញ្ចឹងតែយើងអត់រោដល់ហ្នឹងគេអត់ចិត្តអត់ចិត្តបន្ទុកអត់ច្រើនទេតែអត់ចិត្តទេទុកតិចទេបាទអញ្ចឹងត្រូវរោឲ្យដល់ដូចគេចង់បានហ្នឹងអាហ្នឹងបានបន្ទុកពេញអញ្ចឹងខ្ញុំយកទៅជំនួសអញ្ចឹងគេបានបន្ទាត់ប៉ះអញ្ចឹងគេបានបន្ទាត់ប៉ះយើងបាទគេបាន y ស្មើនឹង m គឺ b ការ៉េលើ a ការ៉េ x0 លើ y0 កតា x ដូរ x0 បូកទៅនឹង y0 ពេលដែលស្រាយយើងកុំភ្លេចមើលទៅលើអ្វីដែលយើងចង់បានបាទយើងចង់បានអ្វីគឺនេះចង់បាន x0x លើ a ការ៉េដូរ y0 y លើ b ការ៉េនេះស្មើ1នឹងជាគោលដៅអញ្ចឹងយើងមានគ្រប់សពហើយអញ្ចឹងព្យាយាមបំលែងអានេះឲ្យចេញដូចអញ្ចឹងបាទឲ្យចេញដូចអញ្ចឹងដែរអូខេប៉ុន្តែកុំភ្លេចណាកុំភ្លេចអីកុំភ្លេចចំណុចពិសេសមួយដែលសិស្សគាត់អាចភ្លេចនៅចំណុចសំខាន់ហ្នឹងអានេះឧបមាថា e ពាក់បូអញ្ចឹងហើយបន្ទាត់ប៉ះយើងទៅនេះបាទអញ្ចឹងបន្ទាត់ប៉ះយើងហ្នឹងវាប៉ះនៅត្រង់ចំណុចឧបមាប៉ះនៅទៅនេះចុះនេះខ្ញុំពុះរៀងស្ទើរប៉ះបន្តិចអាហ្នឹង x0 y0 អានេះ e ពាក់បូយើងឧបមាវាអញ្ចឹងបាទអញ្ចឹងកាលណាវាប៉ះនៅទៅហ្នឹងបានន័យថា e ពាក់បូនោះវាកាត់តាមចំណុចហ្នឹងហើយកាលណាវាកាត់តាមចំណុចហ្នឹងយើងប្រកាសជាទាញបានឯកូរ៉េណេចំណុចនេះផ្ទៀងផ្ទាត់អញ្ចឹងយើងមានអានេះ x0 ការ៉េលើ a ការ៉េដូរ y0 ការ៉េលើ b ការ៉េនេះអាហ្នឹងស្មើប៉ុន្មានទេស្មើ1យល់ទេពេលយើងយល់ថតហ្នឹងបាទអញ្ចឹងធម្មតាយើងមិនដឹងថាបន្ទាត់នេះឥឡូវណានេះជា e ពាក់បូអាពណ៌រៀង QQ នេះអាខ្សែកោនេះគឺជា e ពាក់បូយើងហើយអាបន្ទាត់ខ្ញុំគូពណ៌នេះបាទគឺជាបន្ទាត់ប៉ះបាទប៉ះនៅកន្លែងនេះអានឹង x0 y0 ហើយស្ដាប់តនខ្ញុំនិយាយថងហ្នឹងបាទហើយយើងដឹងថាចេះឲ្យទៅចំណុចអីក៏ដោយនៅលើខ្សែកោងហ្នឹងកូរ៉េណេវាយើងមិនត្រូវផ្ទៀងផ្ទាត់អានុគមហ្នឹងយល់ទេមិនផ្ទៀងផ្ទាត់សម័យកាល e ពាក់បូហ្នឹងបាទអញ្ចឹងខ្ញុំមិនយក x0 y0 ជំនួសចូលដល់ពេលជំនួសចូលទៅវាមិនឃើញបែបនេះយល់ទេបាទអូខេអញ្ចឹងអាហ្នឹងយើងមានអញ្ចឹងណាយើងត្រូវដឹងអាហ្នឹងទៅបានយើងស្រួលទាញអានេះយើងព្យាយាមធ្វើឲ្យចេញចេះបាទអូខេអញ្ចឹងកន្លែងនេះយើងបាទចាប់ផ្ដើមត្រូវការគិតអីបាទធ្វើម៉េចឲ្យចេញបែបនេះឲ្យបានតែយើងស្គាល់ណា x0 ការ៉េលើ a ការ៉េស្គាល់វាបាទអញ្ចឹង x0 ការ៉េលើ a ការ៉េហ្នឹងយើងបាទយើងព្យាយាមទៅសេវាធ្វើម៉េចឲ្យចេញជាដាច់ដោយឡែកមកដើម្បីប្រើទៅនេះឥឡូវខ្ញុំគុណវាបញ្ចូលធម្មតាសិនបាទឥឡូវខ្ញុំគុណវាបញ្ចូលសិនដើម្បីព្យាយាមទាញឲ្យបានរៀងនេះបាទព្រោះកន្លែងនេះy0 គុណនឹង y អញ្ចឹងបានន័យថា y0 នេះយើងត្រូវរុញវាម្នេះបាទយើងត្រូវរុញវាម្នេះណាបាទ y0 ហ្នឹងយើងរុញវាម្ហ្នឹងបាទឬក៏យើងរុញវាមកទាំងអស់ហ្នឹងក៏បានដែរបាទអញ្ចឹងឥឡូវខ្ញុំគិតធម្មតាសិនចុះកុំឲ្យថាស្មុគស្មាញពេកឥឡូវខ្ញុំតម្រូវភាពបែកណាភាពបែកឥឡូវចេះឥឡូវខ្ញុំសរសេរដាក់រួមចេះនេះយើងបាន b ការ៉េ x0 លើ a ការ៉េ y0 ឥឡូវខ្ញុំសេចេះសិនគេលោថាពេលយើងដោះស្រាយយើងពិបាកហ្នឹងឥឡូវខ្ញុំរុញមកនេះសិនតម្រូវភាពបែកនេះតម្រូវភាពបែកយើងយកភាពបែក a ការ៉េ y0 អញ្ចឹងអានេះវាមាន y0 អញ្ចឹងអានេះវា y0 អញ្ចឹងយើងគុណថែមនៅហ្នឹងទៅអានេះយើងឲ្យយើងរុញមកនេះមកអញ្ចឹងយើងបាន a ការ៉េ y0 y ស្មើនឹង b ការ៉េ x0 កតា x ដូរ x0 បូកទៅនឹង a ការ៉េ y ហ្នឹងលើកជាការ៉េ
តោះមើលយល់ថងនឹងអត់បាទពួកយើងយល់ទេថងនឹងអានេះខ្ញុំតម្រូវភាពបាយណាហើយទៅខ្ញុំរួចអានេះមិននេះតែម្ដងយល់ទេបាទឥឡូវយើងមិនតាន់គិតអីទៀតយើងពលាតវាអស់ចឹងនេះយើងបាន a ការ៉េ e ការ៉េ0 e ការ៉េប៉ុន្តែយើងត្រូវដឹងខ្លះដែរយើងចង់បានផលគុណនេះយើងមិនអាចមើលមកឲ្យដល់នេះត្មងទេពេលខ្លះវិសាបើលំហាត់នឹងថ្មីតែបើយើងធ្លាប់ធ្វើម្ដងយើងមិនគាត់ជាដឹងផ្លូវទេបាទអានេះខ្ញុំគុណពលាតមកយើងបាន b ការ៉េ x0 x ដក b ការ៉េ x0 ការ៉េដែរបូកទៅនឹង a ការ៉េ e ការ៉េ0ការ៉េបាទអញ្ចឹងខ្ញុំបានប៉ុណ្ណឹងអូខេអាកន្លែងនេះយើងសង្កេតឃើញនេះអានេះអាម្ដុំនេះ x b ការ៉េនេះណាបាទឥឡូវយើងចាប់តាមធ្វើមិនទៀតនៅខាងនេះ x0 x ហ្នឹងដក e ការ៉េ0 e ការ៉េបាទអញ្ចឹងយើងត្រូវប្រកបថាយើងត្រូវរុញអា e ការ៉េ0នេះមកនេះវិញនេះបាទហើយអានេះយើងត្រូវរុញវាមកនេះវិញដើម្បីរក្សាទម្រង់អាពីរនេះនៅបែបនេះបាទអូខេអញ្ចឹងខ្ញុំរុញបាទខ្ញុំរុញអានេះមកនេះប៉ុន្តែខ្ញុំសរសេរត្រឡប់ឲ្យហើយអញ្ចឹងយើងបាន b ការ៉េ x0 x ដកបាទយើងរុញអានេះមកនេះមកប៉ុន្តែគ្រាន់ខ្ញុំផ្សេងត្រឡប់ណាបាទផ្សេងច្រើនជួរមកមើលអត់តាន់ប្រាប់ណាឥឡូវដកអីដកទៅនឹង a ការ៉េ e ការ៉េ0 e ការ៉េបាទម្ដុំនេះខ្ញុំរុញវាទៅមកខាងបាទអញ្ចឹងដល់ពេលយើងរុញទៅវាទៅជាបាទជាអីទៅអានេះយើងបានb ការ៉េ x0 ការ៉េដក a ការ៉េ e ការ៉េ0ការ៉េតោះឥឡូវជួរហ្នឹងមើលយល់ទេបាទជួរទៅហ្នឹងពួកយើងយល់ទេយល់ណាឥឡូវយើងទៅទៀតមកដល់ហ្នឹងឥឡូវពួកយើងប្រាប់ខ្ញុំតិចមើលថាតើធ្វើម៉េចទើបបានចេញចេះនេះអង្គទី1យើងនេះធ្វើម៉េចចេញចេះបាទចៃនឹងអីទេបាទនេះយើងចង់បាន x0 x លើ a ការ៉េអញ្ចឹងគាត់ណាត្រូវចែកនឹងដែលមាន a ការ៉េហើយប៉ុន្តែវាមានជាប់ b ការ៉េនៅជាមួយអញ្ចឹងយើងចែកនឹង a ការ៉េ b ការ៉េយល់ទេបាទអញ្ចឹងយើងចែកអង្គទាំងសងខាងនឹង a ការ៉េ b ការ៉េចែកទៅខ្ញុំបាទនេះយើងចែកទៅយើងបានអស់ b ការ៉េនេះសល់ x0 x លើ a ការ៉េដក e ការ៉េ0 e ការ៉េលើ b ការ៉េស្មើនឹងអានេះយើងបាន x0 ការ៉េលើ a ការ៉េដក e ការ៉េ0ការ៉េលើ b ការ៉េបាទនឹងយើងបានប៉ុណ្ណឹងដោយយើងដឹងថាបាទដោយយើងដឹងថាចេះយើងដឹងថាe ពាក់បូយើងហ្នឹងe ពាក់បូបាទ e ពាក់បូរបស់យើង x ការ៉េលើ a ការ៉េដក e ការ៉េលើ b ការ៉េស្មើនឹង1នេះវាប៉ះបាទវាប៉ះបើយើងអាចនិយាយថាកាត់ក៏បានជិលភ្ជាប់ពីខាងលើកាលណាវាប៉ះតាមកន្លែងណាក៏វាកាត់តាមកន្លែងហ្នឹងហើយអញ្ចឹងវាកាត់តាមចំណុច x0 e ការ៉េ0បាទឥឡូវយើងប្រើពាក្យថាប៉ះចុះព្រោះវាកន្លែងឲ្យកុំឲ្យនេះព្រោះវាអាចធ្វើតែប៉ះទេបាទបន្ទាត់ប៉ះទៅជាបន្ទាត់កាត់អត់ត្រូវទេតែបើជាចំណុចបាទអូមកតែបន្ទាត់នោះវាប៉ះតាមចំណុចហ្នឹងអញ្ចឹងក្រាបហ្នឹងក៏កាត់តាមហ្នឹងដែរអញ្ចឹងយើងអាចប្រើថាកាត់ក៏បានឬក៏និយាយថាប៉ះបើនេះប៉ះយើងបន្ថែមពាក្យបន្ទាត់ដើម្បីស្ដាប់ទៅវាសពណាអញ្ចឹងកន្លែងនេះកុំឲ្យវាសេវែងខ្ញុំទៅសេថា e ពាក់បូននោះវាកាត់តាមបាទកាត់តាមណានិយាយថាខាងលើប៉ះមិនខាងក្រោមនិយាយកាត់បាទអញ្ចឹងវាកាត់តាម x0 y 0ហ្នឹងអញ្ចឹងកាលណាវាកាត់វាត្រូវផ្ទៀងផ្ទាត់ x0 ការ៉េលើ a ការ៉េដក y 0ការ៉េលើ b ការ៉េស្មើ1នោះនាំឲ្យយើងបានបាទយើងបាននោះ x0 x លើ a ការ៉េ
đô y0 yលើ b ការ៉េនេះម្ដុំនេះគឺយើងចំនួនដោយលេខ1អញ្ចឹងពិតទេពេលយើងតន់ហ្នឹងកន្លែងហ្នឹងបាទអូខេតន់អ្នកគ្នាណាបាទតោះអញ្ចឹងលំហាត់ហ្នឹងគឺមានតែប៉ុណ្្នឹងទេប៉ុន្តែយើងត្រូវរៀនធ្វើណាបាទព្រោះវារៀងមានកលុកកលៈបន្តិចដែរបាទអូខេតោះឥឡូវមានអីចង់សួរដែរតកតងនឹងលំហាត់ដែលយើងបានរៀនហ្នឹងបាទអូខេបាទអញ្ចឹងឥឡូវយើងថ្ងៃហ្នឹងប៉ុណ្្នឹងសិនអញ្ចឹងបាទស្អែកចាំចូលវិញ្ញាសាទី3បាទ